គ្រប់វីដេអូទាំងអស់ដែលខ្ញុំបានឃើញគឺខ្ញុំអត់បានជឿចាប់ទេគឺខ្ញុំបានជឿចាប់មែនតើនៅពេលដែលខ្ញុំបានឃើញវីដេអូមួយនេះបាទបងប្អូនបាទគឺខ្ញុំជឿចាប់ខ្លាំងណាស់ហើយខ្ញុំនឹងចេញបកស្រាយក្នុងវីដេអូមួយនេះឲ្យបងប្អូនអស់មន្ទិលសង្ស័យហេតុអ្វីបានខ្ញុំខឹងសម្បាខ្លាំងម្ល៉េះនៅពេលដែលខ្ញុំបានឃើញវីដេអូមួយនេះទៅកាន់មកដល់ខ្ញុំភ្លាមបាទហើយវីដេអូដែលខ្ញុំធ្វើទៅគឺខ្ញុំអត់មានគោលបំណងប្រមាថមាក់ងាយបងប្អូនស្ត្រីយើងដែលគាត់ធ្វើការនៅក្រៅប្រទេសទេគឺខ្ញុំអត់មានបំណងទេដោយសារតែខ្ញុំខឹងសម្បាមួយពេលតើវីដេអូសុំទោសលើកទី2បងប្អូនមូលមីយល់យ៉ាងណាដែរគួរតែលើកលែងទោសឲ្យគាត់ឬក៏គួរឲ្យសមត្ថកិច្ចហៅគាត់វាស់កម្ពស់ដដែលប៉ុន្តែចាងវាងមើលឃើញថាវីដេអូសុំទោសលើកទី2នេះគាត់សុំទោសចេញពីចិត្តហើយណាបងប្អូនមានទាំងព្រាមដៃ10បារមីលើកដៃសំពះព្រមទាំងបត់ជើងផងសុំទោសបងប្អូនមហាជនសុំទោសថ្នាក់ដឹកនាំសុំទោសអ្នកម្ដាយហ៊ុនស៊ីណាតដែលគាត់ប្រើពាក្យទៅលើស្ត្រីអាមីម៉ងដែលធ្វើឲ្យបងប្អូនទាំងនៅក្នុងប្រទេសទាំងនៅឯនាយសមុទ្រមានការប្រតិកម្មនិងពាក្យពេចន៍គាត់ជាខ្លាំងប៉ុន្តែការសុំទោសលើកទី1ហាក់បីដូចជាសុំទោសអត់ចេញពីចិត្តទេដែលគាត់លើកឡើងថា 99% គឺគាត់ត្រូវ 1% គឺគាត់ខុសតែប៉ុណ្ណោះប៉ុន្តែការសុំទោសលើកទី2នេះចាងបាក់មើលឃើញថាសុំទោសចេញពីចិត្តហើយអញ្ចឹងបានចង់សួរបងប្អូនថាតើគួរលើកលែងទោសឲ្យគាត់ឬក៏គួរឲ្យសមត្ថកិច្ចហៅគាត់វាស់កម្ពស់ដដែលបងប្អូនទស្សនានៅវីដេអូរបស់គាត់ហើយអាចពិចារណាតាមការគួរបានណាបងប្អូនយើងគ្រប់សុំទោសថ្នាក់ដឹកនាំគ្រប់សុំទោសអ្នកម្ដាយហ៊ុនស៊ីណាតគ្រប់សុំទោសអាយដាមគ្រប់ថ្នាក់ទាំងអស់និងគ្រប់សុំទោសបងប្អូនស្ត្រីយើងទាំងឡាយដែលខ្ញុំធ្វើឲ្យនិយាយឲ្យប៉ះពាល់នៅថ្ងៃទី4 ខែ 4 ឆ្នាំ 2025គ្រប់វីដេអូទាំងអស់ដែលខ្ញុំបានឃើញគឺខ្ញុំអត់បានជឿចាប់ទេគឺខ្ញុំបានជឿចាប់មែនតើនៅពេលដែលខ្ញុំបានឃើញវីដេអូមួយនេះបាទបងប្អូនបាទគឺខ្ញុំជឿចាប់ខ្លាំងណាស់ហើយខ្ញុំនឹងចេញបកស្រាយក្នុងវីដេអូមួយនេះឲ្យបងប្អូនអស់មន្ទិលសង្ស័យហេតុអ្វីបានខ្ញុំខឹងសម្បាខ្លាំងម្ល៉េះនៅពេលដែលខ្ញុំបានឃើញវីដេអូមួយនេះទៅកាន់មកដល់ខ្ញុំភ្លាមបាទហើយវីដេអូដែលខ្ញុំធ្វើទៅគឺខ្ញុំអត់មានគោលបំណងប្រមាថមាក់ងាយបងប្អូនស្ត្រីយើងដែលគាត់ធ្វើការនៅក្រៅប្រទេសទេគឺខ្ញុំអត់មានបំណងទេដោយសារតែខ្ញុំខឹងសម្បាមួយពេលបាទបងប្អូនខ្ញុំចង់ថាឲ្យមនុស្សមួយចំនួនទូចដែលគាត់ប្រមាថមាក់ងាយមកថ្នាក់ដឹកនាំរបស់ខ្ញុំបាទអ្នកម្ដាយរបស់ខ្ញុំបែបហ្នឹងអញ្ចឹងទៅហើយក៏ខ្ញុំអត់មានបំណងអ្វីអាក្រក់ទេព្រោះឲ្យខ្ញុំជាអ្នករកស៊ីមួយរូបទេបាទបងប្អូនហើយអញ្ចឹងជាចុងក្រោយខ្ញុំសូមសំទោសថ្នាក់ដឹកនាំសំទោសអ្នកម្ដាយហ៊ុនស៊ីណាតសំទោសបងប្អូនយើងទាំងអស់គ្នាជនរួមជាតិអ៊ីស្លាមហើយនិងស្ត្រីទាំងអស់ជាពិសេសបងប្អូនស្ត្រីដែលខ្ញុំនិយាយទៅធ្វើឲ្យប៉ះពាល់បាទបងប្អូនបាទខ្ញុំសង្ឃឹមថាបងប្អូននឹងស្ដាប់វីដេអូបកស្រាយខ្ញុំនឹងបកស្រាយឲ្យបានក្បោះក្បាយថាមូលហេតុអ្វីបានខ្ញុំហ៊ាននិយាយប្រើភាសាមីអាម៉ងដល់ថ្នាក់ហ្នឹងបាទបងប្អូនបាទខ្ញុំសង្ឃឹមថាបងប្អូននឹងបានស្ដាប់ទាំងអស់គ្នាវីដេអូហ្នឹងបាទបងប្អូនអរគុណច្រើនឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង